ប្រាសាទជ្រុងទិសអាគ្នេយ៍ម៉ូតូប្រាសាទមួយឯងគឺប្រាសាទតាណីបាទប្រាសាទតាណីនេះគឺលាក់បាំងនៅក្នុងព្រៃបាទស្អាតមែនទែនបាទហើយមានដើមស្ពង់មួយដ៏ធំបាទដុះនៅក្បែរប្រាសាទនេះបាទអូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ប៉ូឡាអានតនិតដែលពួកយើងនឹងនិយាយអំពីកង់គ្រឿងកង់របៀបជួសជុលថែទាំនិងផ្លូវជិះកង់ហើយពីផងនេះផងដែរខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅមើលផ្លូវជិះកង់ពីខ្លងទ្វារខាងត្បូងនៃរាជធានីអង្គរធំទៅកាន់ប្រាសាទតាណីបាទតែនៅពេលនេះមុននឹងចូលទៅដល់ផ្លូវខ្ញុំសូមនិយាយបន្តិចគឺតាក់ទងអំពីរាជធានីអង្គរធំមានបងប្អូនមួយចំនួនតែងតែច្រឡំថាអង្គរធំគឺជាប្រាសាទបាយ័នតែតាមពិតទៅអង្គរធំគឺជារាជធានីដ៏ធំរបស់អាណាចក្រខ្មែរហើយក៏ជាទីក្រុងសម្រាប់ស្ដេចគង់នៅមន្ត្រីធំអ្នកមុខអ្នកការព្រមទាំងព្រះគ្រូទាំងព្រហ្មញ្ញសាសនានិងពុទ្ធសាសនាគង់នៅហើយរាជធានីអង្គរធំនេះទៀតសោតត្រូវបានការពារដោយគូទឹកដែលមានទទឹង200ម៉ែត្រនិងបរិមាត្រ12គីឡូម៉ែត្រកំផែងកម្ពស់8ម៉ែត្រនិងខ្លងទ្វារ5សម្រាប់ចេញចូលហើយផ្លូវជិះកង់នេះផងដែរពីខ្លងទ្វារខាងត្បូងទៅប្រាសាទតាណីមានចម្ងាយ6គីឡូម៉ែត្រដែលភាគច្រើនជាប្រភេទផ្លូវ off road គ្រប់ដំណប់ដោយព្រៃបៃតងស្រស់ហើយភាគច្រើនគឺផ្លូវនេះគឺជាប្រភេទផ្លូវ single trail សម្រាប់កង់ថ្មើរជើងតែប៉ុណ្ណោះអញ្ចឹងបន្ទាប់ពីយើងថតរូបនៅខ្លងទ្វារខាងត្បូងហើយយើងក៏ចាប់ផ្ដើមជិះកង់កាត់ខ្លងទ្វារខាងត្បូងឡើងទៅកំផែងដែលមានកម្ពស់8ម៉ែត្រដែលមានផ្លូវសម្រាប់ជិះកង់ឡើងផងដែរសម្រាប់អ្នកដែលជិះកង់ជាប្រចាំគឺអ្នកនរគ្នាអាចជិះឡើងបានតែសម្រាប់អ្នកដែលយូរជាម្ដងគឺប្រហែលជាអាចត្រូវបណ្ដែរព្រោះចុងក្រោយនឹងគឺវាចោតខ្លាំងហើយផ្លូវលើកំផែងនឹងគឺជាប្រភេទផ្លូវដែលមានលក្ខណៈស្រស់ស្អាតមែនទែនគឺមានដើមឈើមានវល្លិមានឫសឈើយើងជិះលើផ្លូវនេះគឺយើងជិះ1គីឡូម៉ែត្រកន្លះគឺយើងនឹងទៅដល់ប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់គឺប្រាសាទជ្រុងទិសអាគ្នេយ៍ហើយប្រាសាទនេះគឺកសាងក្នុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាននិងព្រះអគ្គីដែលជាទេពថែរក្សាទិសអាគ្នេយ៍នឹងកន្លែងនេះគឺស្រស់ស្អាតមែនទែនដែលអាចឲ្យយើងចាប់ប្លង់ស្អាតបានថតរូបប្រាសាទជាមួយនឹងធម្មជាតិខេត្តនេះគឺដឹងថាអេមហើយបាទអញ្ចឹងបន្ទាប់ពីយើងថតរូបសម្រាប់អង្គុយនិយាយលេងជាមួយគ្នាបន្តិចទៅក៏យើងចាប់ផ្ដើមបន្តទៅដំណើរទៅមុខទៀតដោយយើងត្រូវជិះ1គីឡូកន្លះទៀតដើម្បីទៅដល់ខ្លងទ្វារខ្មោចហើយផ្លូវនេះគឺមានលក្ខណៈងាយស្រួលដែលសូម្បីតែកូនក្មេងក៏អាចជិះបានដែរហើយជិះសប្បាយទៀតបាទយើងទៅដល់ខ្លងទ្វារខ្មោចក៏យើងចាប់ប្លង់មួយចំនួនដែរប៉ុន្តែប្លង់ដែលស្រស់ស្អាតសម្រាប់ឲ្យយើងថតរូបអនុស្សាវរីយ៍គឺយើងចុះទៅក្រោមហើយធ្វើការទៀតចាពេលបើស្គាល់អស់ហើយ guide បានអីធ្វើការទៀតខ្លងទ្វារនេះជាខ្លងទ្វារដែលកម្រមានអ្នកមកណាបាទព្រោះអីផ្លូវជិះកង់ជិះម៉ូតូរៀងស្រួលបន្តិចបាទជិះឡានគឺ free massage ហើយផ្លូវនេះបាទនេះផងដែរខ្ញុំនឹងយកឱកាសនេះបកស្រាយជូនអ្នកនរគ្នាហេតុអ្វីបានជាគេហៅថាខ្លងទ្វារខ្មោចជាងហៅដូច្នេះដែលយោងលើសំណេររបស់ជូតាខ្វាន់ទូតចិនម៉ុងហ្គោលដែលមកអាណាចក្រខ្មែរនៅសតវត្សទី13ដោយសារតែគាត់ឃើញគេយកមនុស្សស្លាប់ឬសាកសពចេញទៅទិសខាងហ្នឹងទៅគេហៅថាជាខ្លងទ្វារខ្មោចថតរូបហើយគឺយើងបន្តដំណើរយើងទៅមុខទៀតដោយយើងជិះកាត់ព្រៃកន្លែងនេះគឺអាចកាត់កោងរៀងច្រើនបន្តិចដើម្បីចេញទៅខាងកើតនៃខ្លងទ្វារជ័យបន្ទាប់មកគឺយើងជិះរុកព្រៃទៅប្រាសាទតាណីហើយផ្លូវនេះផងដែរគឺយើង design ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ហើយនឹងជិះកង់ជាប្រចាំបាទអូខេបន្ទាប់ពីយើងជិះលើផ្លូវកស៊ូបានបន្តិចយើងនឹងឃើញផ្លាកមួយគឺផ្លាកគេដាក់ zip line គឺខ្សែរ៉តអញ្ចឹងយើងបត់ចូលមកហើយវាជាប្រភេទផ្លូវលំផ្លូវដីដើម្បីចូលទៅប្រាសាទតាណីប្រាសាទតាណីនេះគឺជាប្រាសាទមួយដែលយើងហៅថាប្រាសាទលាក់បាំងក្នុងព្រៃដែលសម្រាប់ទេសចរដែលគាត់ចូលចិត្តភាពស្ងប់ស្ងាត់គឺកាត់មកប្រាសាទមួយហ្នឹងគឺកាត់សប្បាយចិត្តឥឡូវយើងមកដល់ប្រាសាទមួយហើយគឺប្រាសាទតាណីបាទប្រាសាទតាណីនេះគឺលាក់បាំងនៅក្នុងព្រៃបាទស្អាតមែនទែនបាទហើយមានដើមស្ពង់មួយដ៏ធំបាទដុះនៅក្បែរប្រាសាទនេះបាទហើយនៅរដូវកាលដែលសម្បូរភ្ញៀវអីគឺទេសចរដែលអត់ចូលចិត្ត
nước tràn cứ dừng nằm ở tí này cứ amazing mong bạn hai món này cứ dừng chỉ còn ban chỉ một tô mò lan thực thực lại cái nặng off road bạn First time I'm splitting the launch everything you need. Did he take a meeting back there? Wouldn't mind taking a seat. Okay. Chơi một đám không? Đào, thử mua chơi một đám không? Một cho em một đám giấy rồi bắt đầu chơi đây. Ok. Bye bye. Tạm biệt dừng. À con.